ត្រូវហើយ easy ស្រីស្នំវាកាត់ទៅសម្រោងអញ្ចឹងគេវាយសម្រោងគេត្រូវផ្ដាច់ស្ពានដើម្បីកុំឲ្យដឹកជញ្ជូនក្របរំសេវឬក៏ដឹកជញ្ជូនស្បៀងអាហារអីនេះគឺជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធណាគឺជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធអាហ្នឹងសង្គ្រាមគេតែងតែធ្វើអញ្ចឹងត្រូវហើយជាប់ទៅអូស្មាច់បាទខ្ញុំអត់ស្គាល់ទេណាបងប្អូនខ្ញុំមើលតាមផែនទីបន្តិចទេបាទសួស្ដីក្រុងស្រីសុភ័ណ្ឌចៅសម្លាញ់ដែលសួរថាហេតុអ្វីតើសៀមមានបំណងអ្វីចាំតាបញ្យល់កូនណាការទម្លាក់គ្រាប់បែកកន្លងមកគឺទី1គោលដៅនៃការទម្លាក់គ្រាប់បែកគឺបំផ្លាញចោលនៅសំណង់មួយចំនួនដែលថៃចោទប្រកាន់ថាជាសំណង់ scammer ដូចជាសន្តាគារដូចជាកាស៊ីណូហើយមូលហេតុដែលថៃធ្វើដូច្នេះគឺថៃត្រូវត្រៀមលក្ខណៈខ្លួនបាទថៃត្រូវត្រៀមលក្ខណៈខ្លួនណាកូនណាថៃត្រូវត្រៀមលក្ខណៈខ្លួនដើម្បីចងក្រងឯកសារចោទប្រកាន់លោកហ៊ុនសែនហ៊ុនម៉ាណែតថាជាអ្នកកាន់អំណាចដែលរកស៊ីជាមួយនឹងពួកអក្រិតកម្ម online scammer hacker extortionist trafficker នេះគឺជាការរៀបចំសំណុំរឿងរបស់ថៃដែលវាត្រូវលេបរូបភាពមួយថារបបគ្រប់គ្រងនៅកម្ពុជាគឺជារបបដែលតាក់ទងជាមួយនឹងអក្រិតកម្មសំស្របពេលវេលាដែលព្រឹទ្ធសភាកម្ពុជាមួយចំនួនត្រូវបានចូលក្នុងបញ្ជីខ្មៅមេតបមួយចំនួនត្រូវបានចូលក្នុងបញ្ជីខ្មៅ Global Magnitsky Act ហើយមានមេ scammer ធំដូចជាឈិនជឺអីជាដើមមានទាំងការប្រតិកលានឹងពួក money laundering ដូចជាតាក់ទងនឹងក្រុមហ៊ុនវេលុយស្អីហ៊ុយអីគេនោះដែលហ៊ុនតូឈរឈ្មោះជាដើមដល់អញ្ចឹងទៅសៀមគេកសាងសំណុំរឿងដើម្បីលេបថារដ្ឋាភិបាលកម្ពុជាដែលជាអ្នកកាន់អំណាចមានលោកហ៊ុនសែនជាពិសេសតែម្ដងដែលពួកទាហានសៀមអាម៉ាតគេមិនចូលចិត្តហ្នឹងគេរៀបចំតាក់តែងសំណុំរឿងឲ្យកម្ពុជាទៅជាប្រទេសមួយដែលហៅថាប្រទេសសម្បុកចោលនេះគឺជារបៀបតាក់តែងសំណុំរឿងណាគឺជារបៀបតាក់តែងសំណុំរឿងដើម្បីនឹងចោតប្រកាន់មកលើកម្ពុជានឹងមួយសំណុំរឿងគោលដៅសំណុំរឿងនឹងមួយគោលដៅទី2ការវាយប្រហារនេះខ្ញុំបានជម្រាបហើយគឺសៀមវាអត់កាន់កាប់ស្រុកឬក៏ខេត្តកម្ពុជាទេវាព្រមព្រៀងជាមួយនឹងយួនថាវាគោរពនៅសិទ្ធិនៃអធិបតេយ្យយួននៅកម្ពុជាអញ្ចឹងសៀមវាអត់វាយយកស្រុកវាអត់វាយយកខេត្តខ្មែរទេបើមាននរណាមួយមកចោទវាថាវាឈ្លានពានវាថាបើឈ្លានពានវាអត់មានកាន់កាប់ទឹកដីទេរីឯប្រាសាទតាមន់តាកបីព្រះវិហារហើយនឹងតំបន់ព្រំដែនវាថាអានោះគឺជាស្នាមបញ្ហានៃបន្ទាត់ព្រំដែនអញ្ចឹងវាវាយរួមពេលជាមួយគ្នាឲ្យតែវាចងក្រងសំណុំរឿងបានថាលោកហ៊ុនសែនដាក់តបក្នុងប្រាសាទវាមិនធ្វើភ្លាមទេតែវានឹងបាញ់ឲ្យខ្ទេចប្រាសាទឲ្យខូចខាតប្រាសាទក្នុងគោលដៅថាបើវាកាន់កាប់មិនបានណាវាក៏បំផ្លាញចោលឲ្យលោកហ៊ុនសែនហើយនឹងខ្មែរយើងទៅថ្ងៃមុខខាតបង់អស់ទៅណាអានឹងអញ្ចឹងតែបើចោតវាថាវានឹងឈ្លានពានទឹកដីវានឹងប្រាប់វិញថាវាអត់កាន់កាប់ស្រុកឬក៏ខេត្តកម្ពុជាទេអញ្ចឹងវាអត់មានឈ្លានពានទេ
វាថាទំនាស់តែនៅក្នុងខ្សែព្រំដែនហើយវាចង់និយាយប្រាប់ថាខ្សែព្រំដែននេះគឺធ្វើបាបវាខ្លាំងណាស់មានសត្វតាចាហើយបន្ទាប់មកទៀតមានសត្វជាតិផ្ទុះអញ្ចឹងដោយសារតែសុវត្ថិភាពរបស់វាទៅវាវាយហ្នឹងចំណុចទី2ណាបងប្អូនចំណុចទី3វាដាក់គោលដៅថាបើលើកនេះវាវាយមិនបាក់ជើងហ៊ុនសែនទេនិយាយត្រង់ណាខ្ញុំប្រាប់ត្រង់អាហ្នឹងគឺជាសម្ដីរបស់មេតបវានិយាយជាសម្ដីរបស់មេតបវានិយាយណាបើវាយមិនបាក់ជើងហ៊ុនសែនទេវាវាយទៀតវាវាយតចំនួនណាមានវីរៈសេនីយ៍ឯកវាម្នាក់បាននិយាយថាបើលើកនេះវាយទៅមិនរលំសសរគ្រឹះនៃអំណាចហ៊ុនសែនទេវាវាយឲ្យសសរគ្រឹះនឹងរលំមានន័យថាបើវាយទៅវាមិនរលំអំណាចហ៊ុនសែនទេវាវាយឲ្យសសរគ្រឹះនឹងរលំដើម្បីថ្ងៃក្រោយវាធ្វើអូប៉េរ៉ាស្យុងវាវាយទៀតនេះគឺវានិយាយណាបងប្អូនសុំជ្រាបរឿងព្រំដែនមិនមែនជាបញ្ហារបស់វាទេហើយវាអត់កាន់កាប់ស្រុកឬក៏ខេត្តនៃកម្ពុជាទេវាព្រមព្រៀងជាមួយយួនហើយណាចំណែកឯដែនសមុទ្រវាមិនអាចទៅយកដែនសមុទ្រអាពណ៌ទឹកប៊ិចនឹងភ្លាមបានទេច្បាប់អន្តរជាតិណាមួយទៅបើយើងវាស់ពីបន្ទាត់មូលដ្ឋានវា12ម៉ាលហើយយើងវាស់ពីបន្ទាត់មូលដ្ឋាន200ម៉ាលតំបន់ទឹកយើង12 + 12ហើយថយមកក្រោយវិញចេញទៅមុខ200ម៉ាលមានន័យថាយើងមានបន្ទាត់មូលដ្ឋានដែនទឹកបូរណភាពដែនទឹកបន្តហើយនឹងដែនសេដ្ឋកិច្ចពិសេសបើយើងកលេចមើលទៅអាទឹកប៊ិចហ្នឹងណាបើយើងកលេចមើលទឹកប៊ិចហ្នឹងគឺអាម្ដុំនេះអាម្ដុំនេះម្ដុំទឹកប៊ិចហ្នឹងវាមិនអាចលេបយកអា30000គីឡូម៉ែត្រហ្នឹងទាំងអស់ភ្លាមបានទេក៏ប៉ុន្តែវាធ្វើចំណាប់ខ្មាំងដំបូងវាធ្វើចំណាប់ខ្មាំងថាបើហ៊ុនសែននឹងនៅតែណាក្រអឺតក៏តមដាក់វាសុកចិត្តមិនធ្វើអាជីវកម្មនៅលើទឹកដីហ្នឹងតែវានឹងបង្កលក្ខណៈឲ្យអំណាចរបស់ហ៊ុនសែនមិនអាចឲ្យក្រុមហ៊ុនបរទេសទៅវាស់វែងបានទេពីព្រោះអញ្ចេះណាអាតំបន់ទឹកប៊ិចហ្នឹងកាលណាយើងចង់ដាក់អាជីវកម្មវាទាល់តែយើងមានគេហៅថា maritime title ប្រទេសកម្ពុជាមិនអាចនឹងចុះហត្ថលេខាលើក្រុមហ៊ុនណាមួយឲ្យធ្វើ concession សម្បទានរុករកទាញផលក្នុងតំបន់ទឹកប៊ិចនឹងបានទេអត់បានទេតែអាទឹកប៊ិចនឹងទៅខាងសៀមវាមានក្រុមហ៊ុន oil company របស់វាតែម្ដងហើយវាមានក្រុមហ៊ុន oil company ដែលដៃគូហ៊ុនជាមួយវាតែម្ដងអញ្ចឹងវាអាចបន្លំបានដោយមិនចាំបាច់មាន maritime title ទេអញ្ចឹងជាផ្លូវការជា de jure ជាសិទ្ធិផ្លូវការវាអត់អាចដាក់ម៉ាស៊ីនខួងនៅលើតំបន់ទឹកប៊ិចហ្នឹងចេញមុខទេវាអត់អាចដាក់ម៉ាស៊ីនខួងលើតំបន់ទឹកប៊ិចហ្នឹងចេញមុខទេក៏ប៉ុន្តែវាអាចធ្វើអាជីវកម្មដោយលាក់លៀមបាននៅពេលដែលការតាក់ទងផ្នែក maritime title វាគ្មានសិទ្ធិទេតែវាវាយឲ្យកម្ពុជាមានទំនាស់ជាមួយវាខ្មែរយើងពីកោះកុងទៅពីពងសោមពីពោតទៅគឺគ្មានលទ្ធភាពទៅល្បាតនៅតំបន់ទឹកប៊ិចនឹងបានទេពីព្រោះនាវាធំយើងនឹងដាំស្ពៃអស់ហើយយើងមានតែកាណូតល្បាតទេដែលយើងហៅកប៉ាល់ហ្នឹងជាកាណូតល្បាតទេជាប៉ត្រូលបូតទេចំណែកឯតបពីដូបូតដែលយើងមានពីដើមក៏វាចាស់អស់ហើយ
អញ្ចឹងដែលបងប្អូនឃើញនៅប្រទេសរៀមហ្នឹងណាជានាវាដែលគេហៅថាកណូតល្បាតសមុទ្រកណូតល្បាតសមុទ្រវាគ្មានកណុងធំទេវាគ្មានកណុងធំទេហើយក៏កណូតហ្នឹងអាយុកាលក៏វាចាស់ហើយបើមានតក់ពីដូអាក្របសម្រាប់បាញ់នាវាក៏វាជាប្រភេទតក់ពីដូខ្វាក់អញ្ចឹងកណូតมันអាចធ្វើដំណើរទៅអាម្ដុំទឹកប៊ិចនឹងបានទេដូច្នេះតំបន់ទឹកប៊ិចហ្នឹងសៀមវាគ្មានសិទ្ធិស្របច្បាប់ទេតែវាអាចបន្លំធ្វើអាជីវកម្មបានរីឯក្រុមហ៊ុនដែលធ្វើអាជីវកម្មហ្នឹងវាជាភាគហ៊ុនរបស់ថៃដែលតាក់ទងនឹង PTT អីជាដើមប៉ុន្តែមិនមែន PTT ហាងសាំងទេ PTT PTT ហាងសាំង PTT Petroleum Retail អាហ្នឹងជា division របស់វាទេវាមានអា PTT Exploratory Company ផ្សេងទៀត PTT តែមួយប៉ុន្តែ operation ខុសៗគ្នាវាដៃគូជាមួយនឹង ConocoPhillips វាដៃគូជាមួយនឹង Japan Oil Company វាដៃគូជាមួយនឹង Chevron American អញ្ចឹងបើសិនជាវាខួងនៅក្នុងតំបន់ទឹកប៊ិចហ្នឹងភ្នែកយើងពីដែនគោកទៅយើងមើលមិនឃើញទេហើយបើសិនណាជាវាចែក concession ហ្នឹងឲ្យមួយចំនួនទៅចិនហើយចែកមួយចំនួនទៅអាមេរិកទៅជប៉ុនដែលជា Asian player ប្រទេសយួនគេមិនឈឺក្បាលទេប្រទេសម៉ាឡេក៏គេមិនឈឺក្បាលអ្នកដែលគេកេងប្រវ័ញ្ចបានគឺកម្ពុជាហើយសមត្ថភាពកម្ពុជាអត់មានអញ្ចឹងបើនិយាយថាវាច្បាមយកអាទឹកប៊ិចនឹងយកទាំងស្រុងជាស្របច្បាប់អត់បានទេតែវាត្រូវធ្វើឲ្យមានការកេងប្រវ័ញ្ចបានដោយសារវាមានឥទ្ធិពលក្នុងឈូងសមុទ្រថៃឡង់អញ្ចឹងទៅថ្ងៃមុខបើអស់ពីលោកហ៊ុនសែនទៅឬក៏អស់ពីតកូលហ៊ុនទៅអ្នកណាឡើងមកបើនិយាយគ្នាត្រូវវាក៏ចាប់ផ្ដើមចរចាធ្វើដៃគូអភិវឌ្ឍលើអាតំបន់ទឹកប៊ិចហ្នឹងហើយបើចរចាហ្នឹងជួនកាលវានឹងលុបចោល MOU 2001ដែលគេហៅ MOU 44ហើយធ្វើ MOU ថ្មីដែលអា30000គីឡូម៉ែត្រហ្នឹងវាធ្វើ27000ដដែលតែវាអ្វីវានៅតែយកប្រៀបលើដោយសារតែរដ្ឋាភិបាលដែលកើតក្រោយតកូលហ៊ុនក៏មិនអាចនឹងមានសមត្ថភាពខាងសមុទ្រនិយាយឲ្យចំសមត្ថភាពសមុទ្រយើងវាអត់មានបាទសមត្ថភាពសមុទ្រអត់មានអញ្ចឹងបើតកូលហ៊ុនតាហ៊ានសៀមវាយមិនបាក់ជើងទេហ៊ុនសែនស្លាប់ទៅហ៊ុនម៉ាណែតនៅហ៊ុនម៉ាណែតក៏វាហៅទៅរកស៊ីជាអភិវឌ្ឍដៃគូ joint development ទៅបើហ៊ុនម៉ាណែតយល់ឃើញថាទៅធ្វើជាមួយវាក៏វាសុខសានទៅនៅពេលដែលហ៊ុនសែនក៏ស្លាប់ទៅណាសុំទោសបងសែនខ្ញុំមិនមែននិយាយបងឯងស្លាប់ទេព្រោះមនុស្សចាស់ទៅវាចេះស្លាប់ហើយណាយើង70ផ្លាយប៉ុន្តែនឹងបើសិនជាហ៊ុនម៉ាណែតហ្នឹងសម្របសម្រួលណាតែបើអត់មានតកូលហ៊ុនទេរដ្ឋាភិបាលកម្ពុជាក្រោយក៏សម្របសម្រួលទៅតាមហ្នឹងតែដរាបណាហ៊ុនសែននៅរស់ហើយហ៊ុនសែននៅកវេកវោតលតែហ៊ុនសែនសុខចិត្តជាមួយវាសុខចិត្តផ្ទាល់ជាមួយវាហ្មងនិយាយជាមួយវាផ្ទាល់ហ្មងថាអូខេការទាស់តែងនេះត្រូវតែវែកញែកជំរះឲ្យអស់ហើយអត់រឿងគ្នាទេបើនៅតែឡងចុះឡងឡើងគឺអាតំបន់ទឹកប៊ិចហ្នឹងវាកេងប្រវ័ញ្ចតិចដើម្បីជីកដើម្បីខួងអីចឹងតែវាបើនិយាយពីការស្របច្បាប់វាអត់មានទេវាគ្មានសិទ្ធិស្របច្បាប់ទេនៅក្នុង UNCLOS ក៏វាអត់មានសិទ្ធិដែរណាហើយបើយើងប្តឹងសាច់តែវាមិនទទួលស្គាល់អីទាំងអស់ណាមួយទៅលោកហ៊ុនសែនគាត់កាន់អំណាច30ឆ្នាំនេះគាត់មានតែกระดาษប្រគុណទេគាត់គ្មានស្អីដែលទៅប្តឹងគេបានទេណាអ្វីវាស្ថិតនៅលើច្បាប់សមុទ្រ
យើងវាគ្មានស្អីទៅប្តឹងគេបានទេវាអត់មានស្អីតែបញ្ជាក់ទេហើយអាកម្មសិទ្ធិលើឈូងសមុទ្រហ្នឹងវាប្រែប្រួលតាំងពី57មកណាហើយអាការប្រែប្រួលហ្នឹងយើងមិនដែលចងក្រងទេវាអត់អាចយកអាពណ៌ទឹកប៊ិចហ្នឹងបានទាំងស្រុងទេប៉ុន្តែយើងក៏មិនអាចធ្វើអាជីវកម្មបានត្រង់នេះក្មេងស៊ីចូលសម័យក្រោយស្ដាប់អត់បានទេថានិយាយឡប់លិនមិនខុសច្បាប់មិនបានត្រឹមត្រូវតាមច្បាប់មិនក៏ធ្វើមិនកើតអាហ្នឹងកលៈទេសៈនយោបាយតើយើងចេះចឹងខ្ញុំនិយាយសារថ្មីម្ដងទៀតសៀមវាទម្លាក់ក្របបែកវាបំផ្លាញសំណង់ពីព្រោះវាបានថតសំណង់នឹងទុកមុនហើយសំណង់នឹងមានចម្រឹងដែកចម្រឹងអីវាថតទុកហើយណាមួយទៅជនជាតិសៀមគ្នាវាហ្នឹងក៏ធ្វើការនៅអាសំណង់អស់ហ្នឹងពីមុនដែរអញ្ចឹងរូបថតរូបអីមានទាំងអស់ដល់ហើយវាទម្លាក់ទៅលើសំណង់ហ្នឹងនៅពេលដែលវាដឹងថាអាសំណង់សន្តាគារកាស៊ីណូនោះអត់មានមនុស្សទេវាទម្លាក់ទៅហើយវាចងក្រងសំណុំរឿងដើម្បីបញ្ចូលទៅឲ្យអង្គការអន្តរជាតិដែលកំពុងតែប្រយុទ្ធប្រឆាំងនឹង scam centers ដើម្បីលាបថារដ្ឋាភិបាលហ៊ុនសែនហ្នឹងគឺជាសម្បុកចោលអ ក្រិតកម្មអនឡាញអញ្ចឹងនេះខ្ញុំនិយាយប្រាប់រដ្ឋាភិបាលឲ្យដឹងណាមកខឹងខ្ញុំខុសហើយបើខ្ញុំប្រាប់ឲ្យដឹងថាគេរៀបអញ្ចឹងហើយសៀមក៏វាដឹងដែរថាសហរដ្ឋអាមេរិកហ្នឹងមិនទាន់អូសអ្នកណាម្នាក់ដែលជាអ្នកកាន់អំណាចកម្ពុជាហ្នឹងដាក់ក្នុងបញ្ជីខ្មៅទេសៀមវាដឹងថាឈ្មោះលោកហ៊ុនសែនក្តីមន្ត្រីធំក្តីក៏វាមិនទាន់អូសចូលដាក់បញ្ជីខ្មៅទេសៀមវាដឹងតែក៏វាដឹងដែរថាអាមេរិកកាំងនៅប្រើប្រាស់កម្ពុជានៅឡើយដូចជាការរឹបអូសបង្កកទ្រព្យសម្បត្តិ 15,000 លានពី Prince Group មានឈិនជឺជាមេអីហ្នឹងគឺវារំលងលោកហ៊ុនសែនវារំលងលោកហ៊ុនម៉ាណែតវារំលងលោកសសុខាវារំលងណាទាសីហាវារំលងគ្រប់ទាំងអស់វារំលងនឹងគឺដើម្បីរំលងអីពីព្រោះគោលដៅវាចង់ឲ្យលោកហ៊ុនសែនចង់ឲ្យលោកហ៊ុនម៉ាណែតហើយនឹងមន្ត្រី CPP ទាំងអស់ហ្នឹងសហការជាមួយអាមេរិកក្នុងការបន្តធ្វើកិច្ចការទៅមុខទៀតនៅពេលដែលអាមេរិកវាបង្កកយកលុយ 15,000 លានដុល្លារហ្នឹងបានវាមិនទាន់បិទរុនទេវាចង់ស៊ើបអង្កេតតទៅទៀតអញ្ចឹងបើវាដាក់លោកហ៊ុនសែនឲ្យនៅក្នុងបញ្ជីខ្មៅគឺអត់ប្រយោជន៍បើវាដាក់លោកសសុខាឬដាក់អ្នកណានៅក្នុងបញ្ជីខ្មៅវាអត់ប្រយោជន៍អញ្ចឹងគឺដើម្បីឲ្យមានឱកាសសហការគ្នាអាមេរិកវាអត់មានធ្វើក្តៅអញ្ចឹងទេសៀមក៏វាដឹងដែរហើយសៀមខ្លួនឯងហ្នឹងក៏វាខូចអ្នកនយោបាយសៀម 99% វាតាក់ទងនឹងអា scammer នឹងដែរអញ្ចឹងនៅពេលដែលតាហ៊ានវាវាយនេះអាតាហ៊ានថៃនឹងវាតាក់ទង scammer នឹងដែរអញ្ចឹងទៅវាវាយវារៀបសំណុំរឿងឲ្យហ៊ុនសែនអ្នកខុសតាមពិតមែនទេហ៊ុនសែនគាត់ខុសមួយចំណែកហ៊ុនសែនទៅអ្នកមន្ត្រី CPP ដទៃទៀតក៏វាខុសមួយចំណែកខាងនោះទៅតែអធិប្បាយខេត្តសៀមអាហ៊ួនណាសៀមអាភូមិភាគសៀមអារដ្ឋមន្ត្រីសៀមអាគណៈបកនយោបាយសៀមនោះក៏វាខុសដូចគ្នាពីព្រោះប្រទេសសៀមនេះឲ្យតែរបស់ណារកលុយបានពណ៌ប្រផេះក៏ដោយពណ៌ខ្មៅក៏ដោយគេរកស៊ីទាំងអស់ហ្នឹងហើយចំណែកលោកហ៊ុនសែនហ្នឹងក៏រកស៊ីអាប្រផេះអាខ្មៅហ្នឹងដែរទោះបីមិនរកស៊ីក៏បើកភ្នែកញៀងបិទភ្នែកញៀងអញ្ចឹងអាមេរិកវាយកពេលវេលាធ្វើកិច្ចការហ្នឹងសៀមវាសង្ឃឹមគិតថាការលាបពណ៌លោកហ៊ុនសែនឲ្យទៅជាសហការជាមួយនឹងអក្រិតជនអីហ្នឹងទៅដើម្បីវាឆ្លៀតវាយបដៅលោកហ៊ុនសែនអញ្ចឹងអាការទម្លាក់ការបំផ្លាញសំណង់ហ្នឹងគឺក្នុងន័យអញ្ចឹងនឹងមួយទៀតគឺវាដាច់ខាតវាមិនកាន់កាប់ស្រុកឬខេត្តកម្ពុជាទេព្រោះវាសន្យាជាមួយនឹងយួនកុំឲ្យរៀលដាវសង្គ្រាមហើយចំណែកងាកមកសមុទ្រដូចខ្ញុំនិយាយហើយអាពណ៌ទឹកប៊ិចនេះវាអញ្ចឹងអាប្រតិបត្តិការប្រជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តនេះសៀមវាដឹងពេញដើមទ្រូងថាកងទ័ពជើងទឹកដែលនៅក្រោមទេវិនអី
តាំងពីនឹងមករហូតដល់បច្ចុប្បន្ននេះមកជួរកោះទាំងអស់នៅក្នុងសមុទ្រខ្មែរគឺសិតតែនៅក្រោមការរកស៊ីរបស់តកូលទេនេះបើសៀមវាគិតទៅវាអត់ខាតទេតកូលទេជាពួកមកពីខាងដែលជាប់នឹងវាដូច្នេះហើយតកូលទេហ្នឹងក៏វាអត់មានជាចំនួនជាសត្រូវអីជាមួយសៀមទេតែហ៊ានសៀមក៏វាអត់មានសត្រូវជាមួយតកូលទេទេណាក៏ដោយទេតូចទេធំក៏ដោយវាអត់ទេហើយដែនកោះទាំងអស់ក្រៅពីកាន់កាប់ដោយតកូលទេហ្នឹងកិច្ចការរស់ស៊ីខ្មៅសអីក៏តាក់ទងនឹងសៀមដែរមិនត្រឹមតែប៉ុណ្្នឹងទេអាប្រឡោះកដាលនេះសៀមវានេសាទរាល់ថ្ងៃអាប្រឡោះនេះកាលណានេះវាមកដល់កណូតវាមកដល់បាត់ beacon ហ្នឹងវាឲ្យលុយទៅឬក៏ឲ្យលុយតាមខែទៅកងទ័ពជើងទឹកកម្ពុជាកងទ័ពជើងទឹកកម្ពុជាទទួលភាសីទៅវានេសាទទៅពីព្រោះទឹកហ្នឹងខ្មែរវាគ្មានឧស្សាហកម្មនេសាទត្រីធំទេវារកស៊ីយូរមកហើយ30ឆ្នាំមកហើយអញ្ចឹងវាអត់មានខាតអីទេមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលបាត់ព្រំដែនតាំងពីបាត់មកហ្នឹងណាព្រំដែនឈ្មោះថាបាត់មែនតែតំណែងពីសៀមតាមកោះកុងក៏ចេញចូលតាមប៉ៃលិនក៏ចេញចូលតាមច្រករបៀងខ្លះទៀតក៏មានរៀបចេញចូលរួមទាំងចេញចូលតាមដសមុទ្រផងអញ្ចឹងអ្វីធ្វើគឺវាសៀមក៏វាដឹងថាកាត់ទឹកឲ្យដាច់កាត់សាច់ឲ្យបានមិនអញ្ចឹងទេអ្វីដែលវាវាយហ្នឹងគឺហ៊ុនសែនដែលគាត់មិនខ្លាចវាព្រោះគាត់គិតថាបើសិនជាវាញ៉ៃមួយគាត់ចាប់ថៃដាក់គុកទាំងខ្សែពីព្រោះថៃដែលវាធ្វើការនៅស្រុកខ្មែរវាធ្វើការនៅណាវាធ្វើការនៅ scam center ណាកាស៊ីណូនៅបាវិតនៅអីសិតតែថៃធ្វើទៅមើលឲ្យចិត្តណាដឹងកំពង់សោមក៏មានថៃបាវិតក៏មានថៃទៅខាងព្រំដែនកម្ពុជាវៀតណាមក៏មានថៃធ្វើអញ្ចឹងអាថៃនៅក្នុងស្រុកខ្មែរនោះវាអាចដល់មិនដឹងប្រមាណទេប៉ុន្តែអាចដល់10000នាក់បើសិនណាជាហ៊ុនសែនគាត់ចង់ធ្វើបាបនោះគាត់ចាប់ពួកអស់ហ្នឹងចងខ្សែច្បាយថាវាជា scammer ទៅវាបានហើយតែហេតុដូចម្ដេចបានជាគាត់មិនធ្វើពីព្រោះបើធ្វើទៅអាចចំនួនដែលគាត់កំពុងតែទប់ទល់ជាមួយសៀមហ្នឹងវាចាញ់ធំម្សិលមួយថ្ងៃគាត់ចាញ់ពាក្យហ្នឹងណាសៀមវាច្រឡោតពឹបគាត់ប្រញាប់ចាញ់ទៅលៀងខ្លួនវិញព្រោះអាស្អីដែលហ៊ុនសែននិយាយឲ្យឃើញថាគាត់ខ្លាំងហ្នឹងគាត់ក៏មិនញញើតដែរអាថៃហ្នឹងវាក៏វាមានដបងរបស់វាដែរអញ្ចឹងលោកហ៊ុនសែនហ្នឹងគាត់ក៏មិនមែនចិត្តតែធ្វើតាមចិត្តបានទេសួរថាស្អីទៅពាក្យអង់គ្លេសគេហៅថាអត់ clear cut ទេអត់ clear cut ហ្នឹងមានន័យថាវាកាត់ទឹកមិនដាច់កាត់សាច់មិនបានទេពីព្រោះរបបពីអាពួកនៅថៃហើយនៅខ្មែរហ្នឹងរស់ស៊ីជាមួយគ្នាអញ្ចឹងហើយនៅពេលដែលគេឆ្លោះតោះតែងគ្នាហ្នឹងអ្នកតូចតាចក្រីក្រដែលមិនដឹងហ្នឹងគ្នាវេទនាទៅហើយចំណាយអ្នកធំហ្នឹងវានៅសំកាំងដាក់គ្នាវាមិនអាចនឹងទៅផ្ដាច់អីបានភ្លាមទេពីព្រោះអ្វីពីព្រោះអារឿងអស់ហ្នឹងមិនងាយទេស្មុគស្មាញណាស់នឹងតាមខ្ញុំមើលទៅឃើញអញ្ចឹងហើយសៀមវាវាយលើកនេះនឹងវាប្រុងឲ្យរង្គើដើម្បីអីដើម្បីកុំឲ្យហ៊ុនសែននឹងទៅស៊ីត្រាវដាក់វាច្រើនពេកវាមិនចូលចិត្តតាមកាពិតហ្នឹងវានឹងរស់ស៊ីជាមួយហ៊ុនសែនអាក្រុមអាម៉ាតហ្នឹងណាវា 99% រស់ស៊ីជាមួយតាសែនទេណារស់ស៊ីជាមួយគ្នាតែដល់ពេលវាទាស់គ្នាទៅវាធាក់គ្នាវាវាយគ្នាទៅអ្នកដែលបែកមុខបែកមាត់មិនវាណាបែកមុខបែកមាត់យើងអ្នកក្រីក្រហើយដល់ពេលយើងអីរត់លូនអីស្រែកហូរកជ្រៀវអីពហិកាអីយើងមិនដឹងណាឧទាហរណ៍ដូចរឿងពហិកាហ្នឹងអ្នកខ្លះចេះស្រែកអូកុំប្រើរបស់សៀមបើមិនប្រើរបស់សៀមមិនក៏ចវាយខេត្តប៉ៃលិនគេឲ្យចូលទាំងឡានហើយទៅរករឿងមួយលោកប្រហិតនោះដកអុកញ៉ាវាចាញ់អាហ្នឹងគ្រាន់តែជាកូនកដុលប្រមេះមួយតូចមីនឹងវាមានស្អីវាគ្រាន់តែមានប្តីត្រីអីទូនេះអូស៊ីដឹកបាត់ដឹកសាច់មកលក់ហ្នឹង
តែស្រុកខ្មែរដឹងស្រាប់ហើយកាលណាគេនិយាយអីគេយកតាកូនកដុលប្រមេះមួយហ្នឹងទៅឆ្កាងហើយគេអាំងទៅអញ្ចឹងប្រជាជនយើងល្ងងហ្នឹងក៏ចូលទៅស្អប់មួយហ្នឹងទៅជេរបចោវាទៅបើតាមពិតហ្នឹងលុយរាប់លានគេរស់ស៊ីនៅលើហ្នឹងណាហើយដល់ឥឡូវហ្នឹងចាំមកសួរបន្តិចទៀតអមិនបានគេមិនវាយបៃលិនវាយរម៉ែវាអីបើវាដឹកតំណែងរាប់លានឆ្លងកាត់នោះហើយចុះមិនបានដឹកបានស្រីមុំហ្នឹងវាកូនធរលោកហ៊ុនសែនបានវាបើកច្រកហ្នឹងបានហើយអាកោះកុងហ្នឹងគឺគេបើកច្រកអាកោះអតីទៀតហើយអាទូកដឆ្លងសមុទ្រហ្នឹងក៏វិញចឹងរបស់អស់ហ្នឹងម៉ាឡេក៏គេដឹងយួនក៏គេដឹងអាសៀមគ្នាវាក៏ដឹងណាហើយអាមេរិកកាំងហ្នឹងអារឿងចឹងមិនដឹងទេបើរឿងតូចតាចអញ្ចឹងគេមិនដឹងទេបានជាដូណាល់ត្រាំហ្នឹងគាត់នឹកឃើញថានិយាយមួយម៉ាត់ទៅវាឈប់បាញ់ឧបមាថាដូណាល់ត្រាំហ្នឹងមកប្រាប់ឲ្យអាពីរនាក់ហ្នឹងឈប់បាញ់គ្នាអាមួយស៊ីត្រាវអាមួយតាមររឿងគ្នាអាពីរនាក់ហ្នឹងឈប់បាញ់អាមួយនៅបាងកកហ្នឹងវាថាអញអត់និយាយទេបើត្រាំចង់និយាយជាមួយរដ្ឋាភិបាលតែអារដ្ឋាភិបាលហ្នឹងចង់រដ្ឋាភិបាលអនុទិនក៏ដោយអនុខ្មោចយកអីក៏ដោយឥឡូវឧទាហរណ៍ថាអាណាត់ទៅពងឬក៏ពីតាអីហើយឡើងមកធ្វើនាយករដ្ឋមន្ត្រីក៏កងទ័ពវាមិនមែនស្ដាប់ណាអញ្ចឹងក៏វាយករួចខ្លួនបានហើយចំណែកតសែននេះមានតែរឿងមួយគឺឈប់ស៊ីត្រាវណាឲ្យតែឈប់ស៊ីត្រាវរឿងចប់តែតសែនគាត់រឹងពីព្រោះគាត់យល់ថាប្រជាជននៅជឿគាត់ប្រជាជនជឿថាគាត់នឹង strong man ជឿថាគាត់នឹងខ្លាំងអីចឹងទៅដល់អញ្ចឹងទៅពួកអាតាហ៊ានសៀមវាថាបើជនជាតិអ្នកឯងយល់ឃើញថាអ្នកឯង strong man អញវាយសាកមើលបើវាយម្ដងមិនបាក់ជើងទេមិនរលំទេមិនរង្គោះរង្គើទេអញវាយតទៀតចឹងទៅអញវាយតជំនាន់ចឹងទៅវាជាការសាកល្បងតាមពិតរស់ស៊ីជាមួយគ្នាទេរស់ស៊ីជាមួយគ្នាតាំងពី30ឆ្នាំមកហើយរស់ស៊ីជាមួយគ្នាទេតែរឿងតាសែនគាត់នៅរឹងនឹងមកអំពីអីមកអំពីគាត់ជឿថាប្រជាជនកំពុងតែប្រជាជននឹងយល់ប្រជាជនមានមនោសញ្ចេតនាមួយថាមិនឃើញទេប្រជាជនយើងហាមាត់ឡើង 3M21 ព្រោះយើងសប្តាហ៍នេះជឿខ្លាំងណាស់ថា 3M21 នេះគឺអស្ចារ្យអញ្ចឹងទៅតាសែនគាត់យកអាមនោសញ្ចេតនាហ្នឹងមកលេងជាចំណៃសម្រាប់នយោបាយរបស់គាត់មិនព្រមចាញ់ហើយចំណែកថៃវានិយាយអា BM21 ហ្នឹងដែរចាំមើលណាខ្មែរនិយាយ BM21 គឺប្រហារថៃចំណែកអាថៃ BM21 គឺជាទោសរបស់ហ៊ុនសែនសូម្បីតែមិនបាញ់ BM21 ចូលវាក៏វាថាបាញ់អត់បាញ់ចូលវាសោះហ្នឹងក៏វាថាបាញ់អញ្ចឹងអាថៃហ្នឹងក៏វាយកអា BM21 ហ្នឹងជាមូលហេតុហើយខ្មែរយើងនេះក៏សប្បាយអា BM21 ខ្មែរយើងសពថ្ងៃហ្នឹងកាន់ពុទ្ធសាសនាមែនប៉ុន្តែយើងចង់ឃើញអំពើហិង្សាណាអញ្ចឹងទៅពួកថៃវាស្ទង់មើលអញ្ចឹងទៅបើមិនជាលោកហ៊ុនសែនហ្នឹងគាត់នៅរឹងអញ្ចឹងណាវាយតនេះទៀតតែការពិតតើសង្គ្រាមនេះវាជារឿងទឹកដីទេអត់ព្រំដែនអត់ចុះមិនបានបញ្ចប់ពេលណាដល់ចប់ឥឡូវក៏បានតែឲ្យតែឈប់ស៊ីត្រាវទៅឈប់បញ្យុះទៅវាចាប់បាត់ទៅហើយមានអ្នកបន្តវ៉ាថាខ្ញុំនិយាយចឹងកាន់ជើងសៀមខ្ញុំមិនដឹងកាន់ជើងសៀមយកធ្វើម៉ែខ្ញុំទេសៀមវាវាយខ្ញុំចង់ងំប៉ុន្តែបើសិនណាជាអ្នកមកជេរខ្ញុំនឹងពិតជាចង់បានសពតលតែដឹងរឿងពិតថារឿងនេះមិនមែនរឿងទឹកដីទេវាយប្រហែលថ្ងៃបាទសៀមវាចង់បានទឹកដីខ្មែរវាកាន់ភូមិមួយមានអ្នកមកនិយាយប្រាប់ខ្ញុំថាយើងមាន BM21 ច្រើនណាបានជាសៀមវាកាន់ភូមិបានកប៉ាល់ហោះវាចេញមកតម្លាក់អត់ទាន់អស់ទេមកព្រឹកវាមកតែ2ជើងអីទេមួយជើងមក2គ្រឿងកប៉ាល់ហោះវាមានច្រើនជាងនឹងឆ្ងាយអូខេវាប្រើមិនទាន់អស់ទេតែយើងនឹងចេះតែជឿថាយើងនឹងវាខ្លាំងហើយធម្មតាអ្នកនៅតាម Facebook សិតតែធ្វើពលីសិតចាប់សុកចិត្តស្លាប់អីអាអ្នកសុកចិត្តស្លាប់ហ្នឹងវាមានតែច្បាំងអីវាអត់ណាហើយបងប្អូនឃើញបន្តិចពលីខ្ញុំឈឺក្បាលឲ្យតែលឺសូរពលីហ្នឹងណាបើសៀមវាហើមពេញព្រៃមិនក៏ជើងចេះតែពលីអីនិយាយឆ្ងល់ណាប៉ុន្តែអញ្ចឹងហើយបើខ្ញុំអត់និយាយ
តវ៉ាទេអារឿងពលីហ្នឹងអារឿងសយពេញព្រៃខ្ញុំអត់តវ៉ាពីព្រោះវាសម្បូរតែអ្នកជេរសម្បូរតែអ្នកប្រមាថការទៀនសម្បូរតែអ្នកចង់ប្រើអំពើហិង្សាអត់មានអ្នកណាមួយយកចិត្តទុកដាក់នឹងទឹកដីដើម្បីរស់តពូជតពងទៅមុខទៀតអត់ទេហើយលោកហ៊ុនសែននេះចេះតែអួតឲ្យគ្រួសារធំប៉ុន្តែលោកហ៊ុនសែនធ្វើការកតុយខ្លីដោយកតុយដើកអញ្ចឹងលោកហ៊ុនសែនដែលគិតពីអនាគតគ្រួសារគាត់ផងគាត់គិតតែអញឲ្យតែមានគេហៅថាសម្ដេចតែចូលខ្លាំងហ្នឹងដល់អញ្ចឹងទៅសៀមវាខូចដែរណាវាខូចដែរអូរឿងមកវាយវាអីទៅអញ្ចឹងត្រឡប់ទៅវិញមិនមែនរឿងទឹកដីទេបើទឹកដីវាវាយយកដីបាត់ហើយបន្ទាប់មកទៀតវាវាយកាច់មូលគ្នាគឺដើម្បីបំបាក់ហ៊ុនសែនហើយសួរថាតើអនាគតហ៊ុនសែនបាក់ឬមិនបាក់មិនដឹងទេតែអាយុចេះទៅមុខហ្នឹងហ៊ុនសែនមិនមែនក្មេងណាដូចខ្ញុំអញ្ចឹងណាឧបមាគេថាគេមកប្រាប់ខ្ញុំគេថាធ្វើនយោបាយគេគ្រប់គ្រងធ្វើងាប់អីយើងដឹងអាយុយើងហើយណាហើយតសែនគាត់គួរណាស់ដឹងអាយុគាត់អាយុយើងទៅមុខអស់ហើយបើយើងមិនដឹងអាយុយើងទេហើយយើងចេះតែនេះចុងក្រោយមិនចាប់ទៅគ្រួសារអារម្មណ៍ណាបងប្អូនយល់ខ្ញុំនិយាយតែមិនមែនអាក្រក់ទេណាមិនមែននិយាយអាក្រក់ទេយើងធ្វើអីក៏ដោយវាដល់អាយុកាលដែលយើងត្រូវតែបន្តវេនតទៅទៀតហើយពាក្យថាបន្តវេនហ្នឹងគឺយើងបោសសម្រាមឆ្កាព្រៃធ្វើផ្លូវឲ្យកូនចៅវាបន្តវេនយើងដោយហ៊ុនសែនអញ្ចឹងចង់ឲ្យណែតបន្តវេនតតែឆ្កាព្រៃឲ្យណែតបន្តវេនកូនធ្វើនាយករដ្ឋមន្ត្រីមិនបាន2ឆ្នាំផងភ្លើងឆេះពេញព្រៃហើយឲ្យណែតទៅបន្តវេនមិនកើតដូចខ្ញុំអញ្ចឹងដើម្បីបន្តវេនឲ្យកូនហ្នឹងគឺត្រូវធ្វើផ្លូវឲ្យកូនណាហើយទុកឱកាសឲ្យកូនហ្នឹងដឹកនាំខ្លួនឯងគាត់អត់ទេគាត់លូកដៃរហូតដល់អញ្ចឹងទៅរឿងរ៉ាវហើយកូនខ្មែរយើងនេះអត់មានគិតអីគិតពីកភ្លើងកភ្លាត់ហើយនឹងគិតពីអំពើហិង្សាចៅនឹងតិចសួរតែកភ្លើងដល់អញ្ចឹងទៅអនាគតទៅគ្មានបានសុខទេកូនអាមេកាំងគឺអញ្ចឹងដែរកូនណាដែលនិយាយតែកភ្លើងហ្នឹងបើមិនជាប់គុកទេងាប់កូនណាដែលគេអត់និយាយរឿងកភ្លើងគេស៊ីប្រាក់ខែសិតតែ30ខ្លះរហូតដល់70,000មួយឆ្នាំក្មេងគេអត់និយាយរឿងកភ្លើងអាកូនណាដែលនិយាយរឿងកភ្លើងបើមិនជាប់គុកទេងាប់នៅសង្ហរិចក៏អញ្ចឹងដែរហើយកូនខ្មែរអត់មានអ្នកណានិយាយពីរឿងរៀនទេនិយាយឡើងចង់ដឹងតែរឿងកភ្លើងបងប្អូនឯងខ្ញុំនៅនិយាយបានចេះតែនិយាយទៅបន្តិចទៀតហ្នឹងងាប់បាត់ហើយបាទណាអញ្ចឹងថ្ងៃនេះឃើញរាល់ថ្ងៃសៀមតម្លាក់ក៏បែកណាបងប្អូនសៀមតម្លាក់ក៏បែករាល់ថ្ងៃណាសៀមក៏តម្លាក់ក៏បែករាល់ថ្ងៃបងប្អូនណាមិនមែនស្រួលណាអាណិតណាលោកអើយគ្នាអ្នកក្របានអីស៊ីបានធ្វើការងារអីបងសៀមតម្លាក់ក៏បែកមិនជាងប្រទេសរត់ឲ្យចោលចម្រាយហើយផ្លូវស្ទះដូចស្អីចឹងអាណិតណាតែបើនិយាយអាណិតខ្លាំងពេកទៅវាមិនកើតបន្តមកទៀតបើទៅថ្កោលទោសសៀមទៅថ្កោលទោសសៀមក៏វាមិនចប់សង្គ្រាមទៀតវាមិនចប់ទេតោះឈប់ស៊ីត្រាវមួយម៉ាត់ហ្នឹងតែប៉ុណ្្នឹងឯងឈប់តែស៊ីត្រាវទៅឲ្យម៉ណែតធ្វើកិច្ចការទៅវាចប់ហើយណាតែមិនព្រមទេកម្ពុជាអីទេកម្ពុជាសម័យសេនុអត់ឲ្យកូនឡើងធ្វើកិច្ចការអីទេកាន់រហូតដល់សេនុឡើងពុកងាប់បាត់ទៅសីហមុនីនេះមានបានត្រៀមធ្វើស្ដេចយូរណាសេនុក៏មកពឹងគ្រូខ្ញុំឲ្យជួយត្រេនសីហមុនីនេះពីដើមពឹងគ្រូខ្ញុំឲ្យត្រេនអារ៉ានរិទ្ធប៉ុន្តែអានោះអត់ចេះស្ដាប់អាណាទេណាកាលហ្នឹងអាហ្គេហ្គិតហ្នឹងវាធ្វើសេនុឲ្យធ្វើ representant សេនុនៅអាស៊ីណាឥឡូវគ្រូខ្ញុំក៏គាត់សិតតែកៅផ្លាយអស់ហើយមិនដឹងថាគាត់ស្លាប់ហើយរស់ផងទេណាតាក់តងគាត់ក៏មិនគាត់ឈឺដែរហ្នឹងនៅយើងចាស់ហើយបន្តិចទៀតខ្ញុំក៏ទៅហើយអាអ្នកក្រោយនេះចេះតែជេរហើយនឹងគ្រឿងកំភ្លើងបបួលឲ្យរៀនប៉ុណ្ណាក៏មិនរៀនដែរមិនដឹងថាវាគិតស្អីក្មេងៗហើយណាមួយទៅដូចម៉ែឪអីទៅអត់មានបដៅកូនណាកូនអើយធ្វើម៉េចកុំឲ្យគិតរឿងកំភ្លើងច្រើនគិតរៀនអត់មានគិតទៅជំយើកូន
យើងមើលមើលដល់អញ្ចឹងទៅមិនដឹងយ៉ាងណាទេស្រុកយើងបងប្អូនណាទៅណាទៅណីទេបាទណាបាទនេះនិយាយមកអត្ថបទនេះចង់និយាយថាសៀមវាវាយហ្នឹងវាវាយអញ្ចឹងហើយវាបិទដែនសមុទ្រដែលខ្ញុំនិយាយពីម្សិលមិញហ្នឹងគឺវាអញ្ចឹងវាមិនមែនបិទចិត្តឈឹងទេណាវាមិនមែនបិទចិត្តឈឹងទេណាតែវាបិទឲ្យដង្ហើមសេដ្ឋកិច្ចយើងលំបាកណាអូខេចឹងវិលមកជួបប្រិមិត្តវិញបើជា3នាទីទៀតមកភាគទៀតជំរាបលា Spin again, kitty. You touching the kitty's paw? Gentle touching. He got you again. Sweet baby.